ធ្លាប់ទៅលើគេនិយាយថា Gen Y ហើយនិង Gen Z តើ Gen ទាំងពីរហ្នឹងអីគេទៅហើយតើខុសគ្នាមិនទៅជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដឹងជាមួយខ្ញុំហើយនេះគឺជាអេពីសូតមួយដែលយើងនឹងនិយាយអំពី Gen Y ហើយនិង Gen Z Gen ហ្នឹងណាគឺមកពីពាក្យថា generation នឹងឯងហើយបងប្អូនដែលកើតចន្លោះឆ្នាំ1981ដល់1996បងប្អូនគឺជា Gen Y ហើយបងប្អូនដែលកើតចន្លោះឆ្នាំ1997ដល់2012បងប្អូនគឺជា Gen Z ហើយបើនិយាយពាក់ព័ន្ធមួយការងារវិញមែន Gen Y គាត់គឺជាមនុស្សម្នាក់ដែលអត់ធ្មត់ជាមួយនឹងការងារខ្លាំងមែនទែនគាត់តស៊ូព្យាយាមដើម្បីតលយៈភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសាររបស់គាត់ប៉ុន្តែ Gen Z វិញមែនបាទម៉ោង5អត់តាន់ទេបិទកុំព្យូទ័រសារតបត្រឡប់ទៅផ្ទះហើយនិយាយលេងឯងបងប្អូនទាំងអស់គ្នាតាមពិត Gen Z នៅពេលដែលគាត់ធ្វើការហើយការងារនឹងវាផ្ដល់សម្ពាធសុខភាពផ្លូវចិត្តទៅដល់គាត់ខ្លាំងពេកគឺគាត់ហ៊ានប្រឈមមុខក៏ដូចជាហ៊ានក្រោកឈរតតាំងភ្លាមតែម្ដងប៉ុន្តែ Gen Y វិញណាគាត់អត់ហ៊ានទេគាត់សុកចិត្តលាក់សំងំនៅក្នុងទ្រូងម្នាក់ឯងពេលខ្លះទៅយំនៅបន្ទប់ទឹកក៏មានដែរនេះគឺជា Gen Y បើយើងនិយាយពាក់ព័ន្ធមួយការទិញទំនិញវិញភាគច្រើន Gen Y នៅពេលដែលគាត់ទិញទំនិញអីមួយគាត់តែងតែ research ល្អិតល្អន់មែនតើពាក់ព័ន្ធជាមួយនឹង detail គាត់លម្អិតតែម្ដងថាតើនៅពេលដែលគាត់ទិញអានឹងទៅគាត់ទទួលបានអត្ថប្រយោជន៍អីខ្លះពីទំនិញដែលគាត់ទិញហ្នឹងប៉ុន្តែ Gen Z វិញភាគច្រើនគាត់មើលតែ TikTok ទេហើយវីដេអូណាដែលគាត់មើលឲ្យខ្លីៗងាយស្រួលឲ្យគាត់យល់គឺគាត់ចូលចិត្តមែនតើពេលខ្លះគាត់អាចសម្រេចចិត្តនៅក្នុងការទិញភ្លាមតែម្ដងឲ្យតែទំនិញហ្នឹងគឺត្រូវជាមួយនឹងទឹកលុយដែលគាត់កំពុងតែមានសំបីតកៅក៏អាចឆ្លោះគ្នាបានដែររវាង generation ទាំងពីរហ្នឹង Gen Y គឺគេចូលចិត្តពាក់បែបខោជើងរឹបខោកបយជើងរឹបអីចឹងទៅបើ Gen Z មែនអត់ជើងធំគឺគេអត់ពាក់ដាច់ខាតដូចខ្ញុំជាដើមហងៃបើសិនជាពាក់ខោជើងធំទៅមានអារម្មណ៍ថារៀងស្អាតអីចឹងណាប៉ុន្តែ generation ទាំងពីរហ្នឹងគឺវាខុសគ្នាបែបហ្នឹងអ្នកទាំងអស់គ្នាអ្វីត្បិតតែថា Gen Y ហើយនិង Gen Z ពួកគាត់មានចំណង់ចំណូលចិត្តអត់សូវដូចគ្នាក៏ពិតមែនប៉ុន្តែពួកគាត់មានចំណុចខ្លាំងរៀងខ្លួនហើយបើសិនជាគាត់ធ្វើការមួយគ្នាវិញគាត់ចេះសហការគ្នាបានល្អលទ្ធផលអាចលើសពីការរំពឹងទុកដោយសារតែ Gen Y គឺគាត់ជាមនុស្សអត់ធ្មត់ជាមួយនឹងការងារគាត់ព្យាយាមខ្លាំងមែនទែនជាមួយនឹងការងាររបស់គាត់ចំណែក Gen Z គឺគាត់មានគំនិតក៏ដូចជាការច្នៃប្រឌិតរបស់គាត់នឹងគឺខ្ពស់ខ្លាំងមែនទែនអញ្ចឹងបើពីរនឹងបូកចូលគ្នាគាត់ធ្វើការមួយគ្នាបានល្អគាត់ចេះសហការគ្នាអត់ប្រកាន់គ្នាវាជួយជំរុញឲ្យការងាររបស់គាត់នឹងទៅមុខយ៉ាងរលូនចូលបងប្អូនទាំងអស់គ្នាដែលកំពុងតែមើលហ្នឹង Gen Y ឬក៏ Gen Z ហើយចំណុចដែលខ្ញុំនិយាយខាងលើទាំងអស់មិញហ្នឹងចំណុចមួយណាដែលត្រូវជាមួយនឹងបងប្អូនជាងគេអាច comment ខាងក្រោមបានជប់កុំភ្លេច like comment ហើយ share វីដេអូម្នាក់នេះផងជួបគ្នានៅអេពីសូតក្រោយ